កងទ័ពសហរដ្ឋអាមេរិកបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់នៅចុងសប្តាហ៍នេះបន្ទាប់ពីមានការបង្កើនកម្លាំងដែនអាកាសនិងជើងទឹកយ៉ាងខ្លាំងក្លានៅតំបន់មជ្ឈិមបូព្រារួមទាំងការបញ្ជូននាវាផ្ទុកយន្តហោះ Gerald Ford ទៅកាន់តំបន់នោះផងដែរទោះបីជាយ៉ាងណាក៏ដោយប្រធានាធិបតី Donald Trump មិនទាន់បានសម្រេចចិត្តចុងក្រោយថាតើត្រូវអនុញ្ញាតឲ្យមានសកម្មភាពយោធានេះឬយ៉ាងណានៅឡើយទេខណៈដែលលោកកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់និងស្វែងរកការពិគ្រោះយោបល់ពីទីប្រឹក្សាសន្តិសុខជាតិក៏ដូចជាសម្ព័ន្ធមិត្តអំពីផលវិបាកដែលអាចកើតមានឡើងស្របពេលជាមួយគ្នានេះកិច្ចខិតខំប្រឹងប្រែងផ្នែកឌីប្លូម៉ាស៊ីនៅតែបន្តធ្វើឡើងតាមរយៈការចរចាដោយប្រយោលនៅទីក្រុងហ្សឺណែវប៉ុន្តែមិនទាន់ទទួលបានលទ្ធផលច្បាស់លាស់នៅឡើយបើទោះបីជាភាគីទាំងពីរបានព្រមព្រៀងលើគោលការណ៍ណែនាំមួយចំនួនក៏ដោយកត្តាពេលវេលានៃការវាយប្រហារក៏អាចរងឥទ្ធិពលពីព្រឹត្តិការណ៍សំខាន់ដូចជាការបញ្ចប់នៃកីឡាអូឡ িম্প ពិករដូវរងាបុណ្យរ៉ាម៉ាដាននិងការថ្លែងសុន្ទរកថាស្ថានភាពសហព័ន្ធ State of the Union របស់លោកត្រាំដែលសុទ្ធតែជាចំណុចរសើបសម្រាប់ការសម្រេចចិត្តលើសកម្មភាពយោធាខ្នាតធំនេះ